រៀបសួរខ្ញុំបាទឈ្មោះខួនញឹមជាប្រធានដូសុខភាពឃុំកំពង់ដំរីតកតងនឹងសេវាសាធារណៈរបស់មណ្ឌលសុខភាពរបស់ខ្ញុំរាល់ថ្ងៃគឺដំណើរការជារៀងរាល់ថ្ងៃអត់មានថ្ងៃសម្រាប់ទេហើយធ្វើការចាប់ពីម៉ោង7កន្លះរហូតដល់ម៉ោង11កន្លះហើយពេលល្ងាចគឺធ្វើដល់ល្ងាចដូចគ្នាមណ្ឌលសុខភាពរបស់ខ្ញុំគឺមានសេវាគ្រប់ដូចជាកោតកូនក៏មានចាក់វ៉ាក់សាំងពិនិត្យផ្ទៃពោះសេវាព្យាបាលជំងឺទូទៅគ្រាន់តែថាមណ្ឌលសុខភាពវាមានកម្រិតស្រាលនៃមិនដល់សម្រាប់ជួយសេរ៉ូមឬក៏ចាក់ថ្នាំអីទេបាទប៉ុន្តែបងប្អូនអាចទទួលបានដូចជាចាក់វ៉ាក់សាំងជំងឺទូទៅជំងឺដែលបងប្អូនដែលអាចត្រូវរកបានដូចជាពិសេសគឺកើតកូនតែម្ដងបាទហើយនឹងពិនិត្យផ្ទៃពោះដែលធ្វើឲ្យបងប្អូនប្រជាជននៅតាមភូមិដែលនៅក្នុងឃុំរបស់ខ្ញុំហ្នឹងគ្រប់គ្រងដោយមណ្ឌលសុខភាពរបស់ខ្ញុំហ្នឹងគឺសូមឲ្យបងប្អូនទៅទទួលពីមុនថាមណ្ឌលសុខភាពអត់មានវានៅឆ្ងាយឥឡូវបានកើតនៅក្នុងឃុំយើងហើយអញ្ចឹងសូមឲ្យប្រជាពលរដ្ឋបងប្អូនទាំងអស់គ្នាហ្នឹងទៅទទួលសេវាពីមណ្ឌលសុខភាពរបស់យើងទាំងអស់គ្នានិយាយរួមយើងនិយាយតែពួកយើងហ្នឹងមណ្ឌលពួកយើងហ្នឹងក្នុងឃុំពួកយើងហ្នឹងជាពិសេសខ្ញុំសូមអរគុណនៅថ្នាក់ដឹកនាំរបស់ខ្ញុំដូចជាក្រសួងសុខាភិបាលថ្នាក់ OD ថ្នាក់ឃុំថ្នាក់អីល្អគាត់បានមកជួយពង្រឹងជួយប្រាប់ពីអ្វីដែលតាក់ទងពីសេវាសុខាភិបាលរបស់ខ្ញុំបាទអរគុណសូមជម្រាបលាបាទ